ចាប់អារម្មណ៍ទៅលើពួកគាត់ចាប់អារម្មណ៍យ៉ាងម៉េចគឺចាប់អារម្មណ៍ថាពួកគាត់សប្បាយចិត្តណាស់នៅពេលដែលយើងអ្នកស្ដាប់ឮហ្នឹងទៅចំណាយពេលរៀនភាសាសញ្ញាពេលដែលខ្ញុំសាកបានមួយថ្ងៃដំបូងគឺវាពិបាកសម្រាប់ខ្ញុំព្រោះខ្ញុំអត់ដែរប្រើភាសាសញ្ញាទំនាក់ទំនងហើយខ្ញុំក៏អត់មានក្រុមគ្រួសារជាមនុស្សថ្លង់ដែរខ្ញុំឈ្មោះម៉ាលីហើយនេះឈ្មោះសញ្ញារបស់ខ្ញុំគឺជាមន្ត្រីនៃវិទ្យាស្ថានជាតិអប់រំពិសេសនាងខ្ញុំមានតួនាទីជាអ្នកបកប្រែភាសាសញ្ញាកម្ពុជាបទពិសោធន៍ការងាររបស់ខ្ញុំគឺជិត20ឆ្នាំហើយក្នុងការបកប្រែភាសាសញ្ញាកម្ពុជាសម្រាប់ខ្ញុំពីដើមឡើយគឺខ្ញុំអត់ចាប់អារម្មណ៍ការងារនឹងទេហើយក៏អត់ដែរស្គាល់អីទៅភាសាសញ្ញាដែរប៉ុន្តែមានពេលមួយដោយសារតែមានអង្គការដែលគាត់ធ្វើទៅលើផ្នែកមនុស្សថ្លង់ហ្នឹងអង្គការហ្នឹងនៅចិត្តផ្ទះរបស់ខ្ញុំហើយខ្ញុំឃើញមនុស្សថ្លង់គាត់តំណែងគ្នាខ្ញុំក៏ឆ្ងល់ដែរប៉ុន្តែក៏មិនទាន់ចាប់អារម្មណ៍ដែរហើយក៏មានឱកាសពេលមួយហ្នឹងខ្ញុំជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំគឺយើងស្វែងរកការងារធ្វើហើយក៏មានមិត្តភ័ក្តិមួយទៀតគេប្រាប់ថានៅអង្គការដែលនៅចិត្តផ្ទះខ្ញុំហ្នឹងគេរើសគ្រូបង្រៀនហើយខ្ញុំក៏ចេះតែចង់ថាដាក់ទៅដើម្បីជួយអភិវឌ្ឍខ្លួនធ្វើជាអ្នកស្ម័គ្រចិត្តអីចឹងទៅប្រហែលជាខ្ទង់ឆ្នាំ2002 2003ហ្នឹងដែលខ្ញុំចូលរៀនសញ្ញាខ្ញុំចំណាយពេលយ៉ាងយូរដែររៀនជាមួយភាសាសញ្ញាហ្នឹងហើយអញ្ចឹងនិយាយតទៅទៀតនៅពេលដែលខ្ញុំចូលរៀនខ្ទង់2002 2003ហ្នឹងរៀនហើយគេផ្ដល់វគ្គរៀនបកប្រែនៅដូចជាឆ្នាំ2004អញ្ចឹងពេលដែលខ្ញុំរៀនវគ្គបកប្រែក៏មិនដឹងថាខ្លួនឯងហ្នឹងចាប់អារម្មណ៍ឬក៏ជំនាញជាមួយវាដែរមានថាចេះតែចង់រៀនណាព្រោះឥឡូវខ្ញុំចាប់ដើមមានមិត្តភ័ក្តិថ្លង់កាលហ្នឹងគឺខ្ញុំមានមិត្តភ័ក្តិជាមនុស្សថ្លង់ច្រើនហើយពួកយើងតែញចេញទៅក្រៅញ៉ាំអីណាអញ្ចឹងមានពេលមួយដែលពួកខ្ញុំចេញទៅក្រៅញ៉ាំអីជាមួយនឹងពួកគាត់អញ្ចឹងទៅហើយគេក៏និយាយអ្នកស្ដាប់ឮគេនិយាយខ្ញុំក៏ធ្វើកាយវិការបកទៅមនុស្សថ្លង់ដែលជាមិត្តភ័ក្តិខ្ញុំពេលហ្នឹងគឺខ្ញុំឃើញមិត្តភ័ក្តិខ្ញុំជាមនុស្សថ្លង់គាត់តែញឹមអារម្មណ៍ខ្ញុំចាប់តាមប្រាប់ហាញចេះអូពេលដែលយើងយកសារព័ត៌មានដែលមនុស្សម្នាក់ដែលគាត់អត់ចេះហ្នឹងផ្ដល់ឲ្យគាត់បានគាត់រំភើបប៉ះហើយអញ្ចឹងមានមោទនភាពខ្លួនឯងអញ្ចឹងអាចំណុចទាំងអស់ហ្នឹងធ្វើឲ្យខ្ញុំចេះតែខំទៀតហើយចំណុចមួយទៀតគ្រូបរិញ្ញាបត្ររបស់ខ្ញុំហ្នឹងជាជនជាតិអូស្ត្រាលីប៉ុន្តែគាត់អាចមកបរិញ្ញាយើងដែលជាជនជាតិខ្មែរហើយមួយទៀតគាត់ចេះភាសាសញ្ញាទៀតហើយខ្ញុំឃើញគាត់អញ្ចឹងដូចថាគំរូ model របស់យើងខ្ញុំគិតថាខ្ញុំជាជនជាតិខ្មែរម្នាក់ហេតុអីក៏ខ្ញុំមិនប្រឹងប្រែងដើម្បីឲ្យមានធនធានហ្នឹងនៅស្រុកខ្មែរទៅអញ្ចឹងកត្តាទាំងអស់ហ្នឹងឲ្យធ្វើឲ្យខ្ញុំហ្នឹងចេះតែប្រឹងប្រែងរហូតបានខ្លាយខ្លួនជាអ្នកបកប្រែខ្ញុំរៀនពាក្យហ្នឹងចប់ឱកាសល្អនៅអង្គការដែលខ្ញុំរៀនហ្នឹងគាត់រើសអ្នកបកប្រែទៀតអញ្ចឹងក៏ដាក់ពាក្យធ្វើការជាមួយនឹងអង្គការអញ្ចឹងខ្ញុំក៏មិនទាន់ខ្លាចជាអ្នកបកប្រែល្អដែរព្រោះអីការខ្លាចជាអ្នកបកប្រែភាសាសញ្ញាយើងត្រូវស៊ីពេដើម្បីអនុវត្តប្រហែលជា 2-3 ឆ្នាំទៅមុខទៀតបានខ្ញុំអាចរលូនហើយនឹងអាចថាធ្វើវាបានយ៉ាងល្អណាសម្រាប់ជីវិតខ្ញុំជាមួយនឹងអាជីពការងារជាអ្នកបកប្រែភាសាសញ្ញានិយាយទៅមានគ្រប់រូបភាពមានទាំងសប្បាយមានទាំងក្រៀមក្រំហើយខ្ញុំគិតថាមិនមែនតែជីវិតអាការងារជាមួយអ្នកបកប្រែអាជីពការងារអីណាក៏ដោយមនុស្សយើងម្នាក់គឺតែមានជួបចឹងណានឹងឲ្យមានបទពិសោធន៍ល្អមិនល្អអីនៅក្នុងនឹងទាំងអស់ព្រោះយើងធ្វើជាមួយវាច្រើនឆ្នាំដែរអញ្ចឹងសម្រាប់ខ្ញុំគិតថាខ្ញុំរីករាយច្រើនជាងព្រោះពេលដែលខ្ញុំដូចខ្ញុំនិយាយចឹងពេលដែលខ្ញុំរៀនខ្ញុំអត់ទាន់រកឃើញខ្លួនឯងថាខ្ញុំនឹងចូលចិត្តវាទេគ្រាន់តែខ្ញុំចេះតែរៀនទៅដោយសារខ្ញុំឃើញមនុស្សថ្លង់គាត់សប្បាយចិត្តអញ្ចឹងពេលសប្បាយចិត្តចឹងទៅខ្ញុំអាចធ្វើបានដូចថាយើងមោទនភាពខ្លួនឯងអញ្ចឹងយើងចិត្តតែប្រឹងទៀតហើយបន្ទាប់មករៀនទៅក៏ឃើញគ្រូយើងចង់ធ្វើជាគំរូមួយអញ្ចឹងយើងប្រឹងទៀតដល់ពេលឥឡូវមើលឃើញខ្លួនឯងថាយើងក៏ជាផ្នែកមួយជួយសង្គមដែរសម្លេងរបស់យើងការបកប្រែរបស់យើងហ្នឹងគឺយើងអាចផ្ដល់ព័ត៌មានទៅក្រុមមនុស្សដែលគាត់ពិបាកយកព័ត៌មានហ្នឹងហើយបើសិនជាយើងអត់មានដាក់គោលដៅអញ្ចឹងអត់សូវមានសវោធនធានហ្នឹងអញ្ចឹងសួរថាក្រុមមនុស្សថ្លង់ហ្នឹងគាត់បានព័ត៌មានមកពីណាចាពួកគាត់អាស្រ័យទៅលើភាសាសញ្ញាហើយមនុស្សថ្លង់គឺគាត់អ្នកបកប្រែដូចស្ពានរបស់គាត់អញ្ចឹងគឺគាត់ត្រូវការឆ្លងទៅឆ្លងមកអញ្ចឹងបើមិនជាអត់សូវសបោស្ពានឬមួយក៏ស្ពាននឹងជាអត់សូវរឹងមាំណាចារបៀបថាមានស្ពានដែរស្ពានអត់រឹងមាំក៏គាត់ឆ្លងក៏មិនបានយូរដែរអញ្ចឹងណាខ្ញុំគិតថាអ្វីដែលខ្ញុំធ្វើវាអាចជាប្រយោជន៍ដល់សង្គមចាទោះបីអ្នកណាផ្សេងគាត់មើលមកក្នុងរូបភាពមិនក៏ដោយតែជាខ្លួនខ្ញុំឥឡូវគឺខ្ញុំសប្បាយចិត្តនឹងអ្វីដែលខ្ញុំធ្វើហ្នឹងហើយពី
ប្រហែលឆ្នាំនឹងទៅមុខទៀតហើយខ្ញុំនៅតែឆ្លាញ់អាជីពការងារជាអ្នកបកប្រែខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពហើយនឹងប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀតរករៀនអ្វីដែលថ្មីបន្ថែមទៀតដើម្បីអភិវឌ្ឍខ្លួន